Hello ទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទៅជីផាត់ម្ដងអញ្ចឹងវីដេអូនេះខ្ញុំធ្វើរៀងកាត់ដែរខ្ញុំជិះឡានទៅតាមផ្លូវទៅជីផាត់ហ្នឹងបន្តមកទៀតយើងឃើញទេសភាពស្រស់ស្អាតនៅសងខាងផ្លូវហើយដីហ្នឹងគឺលក្ខណៈដីក្រហមបែបអញ្ចឹងទាំងអស់គ្នាthìខ្ញុំថតកន្លែងស្អាតខ្លះៗផ្ញើទាំងអស់គ្នានៅតាមផ្លូវទៅជីផាត់ហ្នឹងซึ่งខ្ញុំបានមកដល់កន្លែង resort ដែលខ្ញុំបានកក់ហើយគឺ resort ហ្នឹងមានដីធំទូលាយហើយមានផ្ទះរបៀបបែបបុរាណបឹងកាឡូបែបបុរាណអញ្ចឹងដូចទាំងអស់គ្នាឃើញក្នុងរូបភាពទៅមើលទៅទំនងមែនតើហើយកន្លែងនេះជាកន្លែងលេងដំបូងនៅខាងជីផាត់តែទឹកកន្លែងនេះរៀងតិចទេអញ្ចឹងតិចទៀតខ្ញុំនាំទាំងអស់គ្នាមើលទឹកមួយកន្លែងទៀតដែលយើងច្រើនជាងហ្នឹងនេះទឹកជ្រោះនេះរៀងច្រើនជាងកន្លែងមិញហ្នឹងហើយខ្ញុំបានចុះលេងនៅហ្នឹងដែរអញ្ចឹងខ្ញុំនាំទាំងអស់គ្នាមកមើលបឹងកាឡូខ្ញុំម្ដងបឹងកាឡូខ្ញុំលក្ខណៈជាបន្ទប់ K2 មានម៉ាស៊ីនត្រជាក់ហើយការដេក័ររៀបចំគឺបែបស្អាតតែម្ដងដែលយើងអាចស្នាក់នៅបានសមរម្យអញ្ចឹងណាហើយនេះទស្សនវិជ្ជាខាងក្រៅហើយផ្លូវខាងក្រៅនឹងដែរគឺយើងអាចចុះទៅខាងក្រោមបានមានមាត់ទឹកនៅក្នុងរូបនេះយើងអាចធ្វើម្ហូបធ្វើអីញ៉ាំនៅមាត់ទឹកជុំគ្នាបានមើលទៅទំនងមែនតើទាំងអស់គ្នាហើយគេមានបឹងកាឡូនៅក្បែរខាងក្រោមមាត់ទឹកដូចគ្នាតែបឹងកាឡូខ្ញុំនៅខាងលើហើយទាំងអស់គ្នាយើងអាចជិះទូកកាយចាយនៅក្នុងទឹកនឹងបានឃើញទេសភាពស្អាតមែនតើយើងធ្វើអីញ៉ាំជុំគ្នាហើយយើងយកមកអង្គុយញ៉ាំហ្នឹងស្រស់ស្រាយហ្មងហើយខ្ញុំនេះខ្ញុំអាំងជា oyster ក៏ដូចជាខ្យងលៀសផ្លិតអីញ៉ាំជុំគ្នានេះខ្ញុំត្រឡប់ទៅផ្ទះវិញទៅឆ្លងសាឡាងទៅបែបអញ្ចឹងបាយបាយទាំងអស់គ្នា